អ្នកខ្លះដល់ពេលកូនរៀងយំរៀងអីគាត់អត់សប្បាយចិត្តអីចឹងចាថាកូនកាចគិតតែរឿងកូនកាចតែគាត់អត់សូវចាប់អារម្មណ៍ទៅលើអ្វីដែលធ្វើឲ្យកូនហ្នឹងចង់និយាយថាគាត់រករឿងឬមួយក៏គាត់អត់មានផាសុខភាពអីចឹងណាអាសាមានគេសួរខ្ញុំថាខ្ញុំធ្វើមិនការពារអត់ឲ្យកូនលាកគូឬមួយក៏លាកកអីចឹងណាព្រោះតាមពិតទៅអាហ្នឹងគឺខ្ញុំធ្លាប់និយាយពីមុនច្រើនដងហើយប៉ុន្តែគ្រាន់ថាខ្ញុំនិយាយជាទូទៅខ្ញុំអត់សូវផ្ដោតទៅលើរឿងហ្នឹងជាពិសេសទេចឹងថ្ងៃនេះគឺខ្ញុំមកនិយាយផ្ដោតទៅលើរឿងហ្នឹងលំអិតតែរឿងហ្នឹងហ្មងតាមធម្មតាម៉ាក់ច្រើនតែមានទម្លាប់ថាពេលនិយាយទៅច្រើនតែប្រើម្សៅហូចឲ្យកូនពេលកូនមួយទឹកហើយអីចឹងច្រើនតែលាបម្សៅហូចឲ្យកូនឲ្យក្អូបអាឡងស្បែកត្រជាក់ស្បែកអីចឹងណាឲ្យការពារលាកប៉ុន្តែក្រោយមកគេសិក្សាថាការប្រើម្សៅហូចទៅកូនហ្នឹងគឺវាអត់សូវល្អទេព្រោះដោយសារតែវាហូចចឹងវាអាចប៉ះពាល់ដល់ពងកកូនណាអាលាមពងកកូនហើយប៉ះពាល់ដល់ផ្លូវដង្ហើមគាត់ដែរគឺប៉ះពាល់ដល់សួតរបស់គាត់នឹងហើយអាចធ្វើឲ្យលាកសួតដែរអញ្ចឹងឥឡូវប្រភេទចង់ថាឥឡូវហ្នឹងផលិតផលគេមានច្រើនប្រភេទតែហើយគេក៏ផលិតក្រោយមកជាលក្ខណៈប្រភេទគ្រីមឬមួយក៏ម្សៅទឹកដែលយើងអាចប្រើការពារស្បែកកូនបានណាហើយវាអត់ហុយហើយក៏អត់មានប៉ះពាល់ផ្លូវដង្ហើមកូនដែរហើយបើខ្ញុំប្រើម៉ាក់ជីកូនេះវាជាប្រភេទម្សៅទឹកណាប៉ុន្តែបើនៅលើហ្នឹងគេដាក់ថានៅភេទគ្រីមហ្នឹងហើយសម្រាប់អាហ្នឹងពេលដែលវាសើមហ្នឹងវាដូចជាគ្រីមចឹងហើយវាស្អិតវាលក្ខណៈជាទឹកណាហ្នឹងហើយប៉ុន្តែនៅពេលដែលយើងលាបនៅលើកឬមួយក៏លើក្លៀកលើគូតកូនចឹងដល់ពេលវាស្ងួតគឺវាខ្លាចជាម្សៅហើយវាអាឡូងប៉ុន្តែវាអត់ថយទេគឺវាលក្ខណៈអាឡូងស្មូតជាប់ស្បែករបស់កូនយើងហ្មងអូខេចឹងឥឡូវ baby ម៉ាក់លាបឲ្យអូនឲ្យបងពូមីងតិចមើលតិចណាកូនកុំញ៉ាំអញ្ចឹងសម្រាប់ nappy cream នេះវាលក្ខណៈរបៀបជា cream ណាតែវារបៀបចេកនេះអូខេឃើញហើយគឺដូចលេចឹងរបៀបអញ្ចឹងណាអញ្ចឹងយើងអាចលាបនៅខាងកលាក់គូតរបស់គាត់ពេលដែលយើងដូរ nappy ឲ្យកូនអីចឹងហ្នឹងហើយឬមួយក៏នៅនេះកលាក់ដៃកលាក់ផ្សេងៗដូចឡើងនេះដូចថាកលាក់នេះចឹងណាមើលម៉ាក់លាបមកនេះឃើញទេអញ្ចឹងយើងអាចលាបអញ្ចឹងលាបនៅកលាក់កអីចឹងទៅវាអត់ហុយទេបងប្អូនគ្នាហើយពេលវាស្ងួតហើយគឺវាអាឡងស្មូតហ្មងហើយវាការពារស្បែកកូនយើងពីការលាកផងហើយនឹងវាចង់និយាយថាអាចជួយបើសិនជាកំពុងតែមានលាកអីចឹងណាអាហ្នឹងក៏វាជួយធ្វើឲ្យបាត់លាកដែរតែយើងអាចប្រើពេលមួយថ្ងៃឬមួយក៏ពីរថ្ងៃអីចឹងណាអញ្ចឹងសម្រាប់កន្លែងណាដែលម៉ាក់គិតថាវាអាចនឹងលាកដូចជាកក្លៀកកលៀនឬមួយក៏កលាក់គូតរបស់គាត់អីចឹងចាគឺយើងអាចលាបសាគូឲ្យហើយកុំចាំដល់ពេលដែលលាកហើយបើយើងមកលាបឲ្យគាត់យ៉ាងហោចណាស់ក៏យើងត្រូវការពេលមួយថ្ងៃពីរថ្ងៃដែរដើម្បីបដោះកោសិកាគាត់ឬមួយក៏ធ្វើឲ្យស្បែករបស់គាត់កន្លែងហ្នឹងវាលែងលាកទៅវិញអញ្ចឹងណាអញ្ចឹងការពារប្រសើរជាងព្យាបាលហើយសម្រាប់បែបនេះបើសិនជាមមីគាត់ថាប្រើរាល់ថ្ងៃប្រើអញ្ចឹងវាមានផលប៉ះពាល់អីអត់វាអត់មានផលប៉ះពាល់អីទេដោយសារតែវាជាប្រភេទផលិតផលដែលគេធ្វើឡើងសម្រាប់ក្មេងដែលគេឲ្យយើងប្រើជាប្រចាំទៅលើក្មេងហ្មងណាជាការថែស្បែករបស់កូនយើងជាប្រចាំអញ្ចឹងបាច់មានការបារម្ភអីទេហើយសម្រាប់ផលិតផលណាបើទោះជាមិន brand នេះក៏ដោយម៉ាមីគួរតែរើផលិតផលណាដែលវាផ្សំឡើងពីធម្មជាតិឲ្យបានច្រើនតាមតែអាចធ្វើបានអញ្ចឹងណាហើយជាពិសេសគឺលើកលែងផលិតផលដែលវាមានជាតិប៉ារ៉ាប៊ីនជាតិអាល់កុលជាតិក្លិនហើយនិងជាតិពណ៌អានេះគឺធម្មជាតិហ្មងវាអត់ក្អូបទេតាមពិតទៅជាក់ស្ដែងទៅហ្នឹងហើយគាត់ថាវាប្រហាក្លិនបែបធម្មជាតិហ្នឹងហើយក៏វាអត់ស្អុយដែរខ្ញុំចង់បញ្ជាក់កន្លែងនេះតិចនិយាយថាអត់ក្អូបនឹងវាស្អុយអីអញ្ចឹងគឺអត់ទេប៉ុន្តែសារធាតុដែលនិយាយទៅប្រភេទផលិតផលខ្លះនៅលើក្មេងខ្លះគឺអត់ដក perfume ទេចូលចិត្តដាក់ឲ្យរៀងក្អូបអញ្ចឹងពេលដែលយើងប្រើយើងមានរបស់ហ្នឹងក្អូបយើងចង់ប្រើឲ្យកូនតែតាមពិតជាក់ស្ដែងយើងអត់គួរប្រើរបស់ក្អូបដែលមានជាតិ perfume អាល់កុលហ្នឹងមកលើកូននេះអាហ្នឹងក៏ជាសារធាតុមួយដែលគេហាមដែរគេអត់ឲ្យយើងប្រើនៅលើកូនអញ្ចឹងជាពិសេសស្បែកក្មេងដែល sensitive ប៉ះតែក្លិនក្អូបគឺចាប់ផ្ដើមហូរលមាស់ហ្មងហ្នឹងហើយអញ្ចឹងអានេះក៏យើងអាចប្រើបានដែរព្រោះវាអត់មានជាតិក្លិនក្អូបហ្នឹងទេហើយតាមពិតជាក់ស្ដែងក្មេងពេលដែលកាត់មកដំបូងក៏អត់មានត្រូវការក្លិនក្អូបអីទេអាហ្នឹងជាតម្រូវការរបស់ប៉ាម៉ាក់ខ្លួនឯងឯងអញ្ចឹងខ្ញុំគ្រាន់ចង់ប្រាប់ថាក្មេងអត់មានត្រូវការក្លិនក្អូបអីទេយើងរកតាមប្រភេទណាដែលវាសុវត្ថិភាពមានការត្រួតពិនិត្យត្រឹមត្រូវផ្សំឡើងពីធម្មជាតិឲ្យច្រើនតាមតែអាចធ្វើបានទៅអានេះគេដាក់ច្បាស់នៅលើហ្នឹងហ្មងថាផ្សំឡើងពី natural organic ហ្នឹងគឺរហូតទៅដល់84%ទាំងអស់គ្នាចាហើយជាពិសេសគឺផលិតផលនេះវាឆ្លងកាត់មន្ទីរពិសោធន៍ណារបស់មន្ទីរពេទ្យនៅខាងអ៊ីតាលីទៀតអញ្ចឹងនៅពេលយើងប្រើលើស្បែកកូនរងថ្ងៃគឺអត់មានផលប៉ះពាល់អីទេអញ្ចឹងពេលខ្ញុំនិយាយចឹងហើយមានអារម្មណ៍ថាស្ដាប់ទៅរបស់ហ្នឹងគេថ្លៃតែតាមបច្ចុប្បន្នគឺអត់ថ្លៃទេនិយាយបានថាតម្លៃសមរម្យតែបរិមាណវាច្រើនទាំងអស់គ្នាមកទីបហ្នឹងខ្ញុំអាចប្រើបានហើយណាក៏2ទៅ3ខែដែរអញ្ចឹងសម្រាប់ខ្ញុំគាត់ថាវាអត់ថ្លៃទេតែវាអាចការពារស្បែករបស់កូនយើងអត់ឲ្យលាអីអញ្ចឹងណាអញ្ចឹងអូខេវីដេអូនឹងមានតែប៉ុណ្្នឹងទេទាំងអស់នេះគឺជាចំណុចទូចដែលខ្ញុំចង់បញ្ជាក់រំលែកមួយម៉ាក់ទាំងអស់គ្នាអញ្ចឹងណាព្រោះពេលខ្លះខ្ញុំក៏អត់បាន detail ទៅដល់ចំណុច
ដោយតូចរឿងខ្លះដែរអញ្ចឹងគាត់នៅតែមានចង្អុលគាត់នៅតែសួរប៉ុន្តែចំណុចតូចទាំងអស់នេះក៏អាចជួយដល់ម៉ាក់ដែរព្រោះកាលណាតែជួនកាលយើងអត់សូវចាប់អារម្មណ៍លើកូនណាអញ្ចឹងកូនគាត់អាលាកឬមួយក៏អីអញ្ចឹងគឺគាត់រៀងកាចរៀងរហរឿងរៀងអីអញ្ចឹងហើយអញ្ចឹងពេលខ្លះអ្នកខ្លះដល់ពេលកូនរៀងយំរៀងអីគាត់អត់សប្បាយចិត្តអីចឹងចាថាកូនកាចគិតតែរឿងកូនកាចតែគាត់អត់សូវចាប់អារម្មណ៍ទៅលើអ្វីដែលធ្វើឲ្យកូនហ្នឹងចង់និយាយថាគាត់រហរឿងឬមួយក៏គាត់អត់មានផាសុខភាពអីចឹងណាអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះគឺអាចចែករំលែកជាមួយនឹងម៉ាក់បានចាហ្នឹងអរគុណសម្រាប់ការតាមដានជាមួយវីដេអូនេះ